Hello everyone ថ្ងៃនេះយើងនឹងមករៀនអក្សរ C ដែលជាអក្សរទី3នៅក្នុងភាសាអង់គ្លេសដែលអក្សរអង់គ្លេសនឹងមាន26តួអក្សរចឹងយើងផ្ដោតអារម្មណ៍មកមើលសូរសំឡេងនៃការបញ្ចេញសំឡេងអក្សរ C នឹងមានសូរសំឡេងអ្វីខ្លះហើយប្រើប្រាស់យ៉ាងដូចខ្លះអញ្ចឹងអក្សរ C យើងសរសេរយ៉ាងដូចម្ដេចគឺយើងសរសេរចេះគួចមកអក្សរ C ធំហើយនៅអក្សរ C តូចបាទអក្សរ C តូចសេអញ្ចឹងបាទអញ្ចឹងនៅក្នុងអក្សរ C ហ្នឹងមានសំឡេងខឬខបាទបើយើងនិយាយក្នុងភាសាខ្មែរយើងហើយសំឡេងមួយទៀតគឺសំឡេងសឬសបាទអញ្ចឹងយើងមើលទី1បាទសំឡេងខសំឡេងខឬខបាទសំឡេងធ្ងន់បាទឧទាហរណ៍មាននេះខ្លះគឺថាអក្សរ C នេះបញ្ចេញសំឡេងខសំឡេងខឬខនៅពេលណាដែលប្រើជាមួយនឹងស្រៈ A O និង U នេះណាឧទាហរណ៍ cat យើងអានថា cat សត្វឆ្មា cut ណាគឺយើងកាត់ដោយកបិតឬកត្រៃអញ្ចឹងហើយមួយទៀតខោកណាខោកខអូខោកខោក yes ណាយើងអានអញ្ចឹងអក្សរ C ចំណុចទី1មានសំឡេងខឬខណាខឬខនៅក្នុងអក្សរប្រៀបធៀបមកអក្សរខ្មែរយើងសំឡេងជាអក្សរខ្មែរយើងបាទមួយទៀតអក្សរ C ហ្នឹងបានបញ្ចេញសំឡេងដោយអក្សរសឬស yes សំឡេងដូចអក្សរឬក៏សបាទខ្យល់ជាខ្យល់សឬសអញ្ចឹងនៅពេលណាប្រើនៅពេលណាខ្លះនៅពេលអក្សរ C ហ្នឹងប្រើជាមួយនឹងស្រៈនេះ E I ហើយនឹង Y បាទនៅពេលដែលប្រើជាមួយជាប់ស្រៈហ្នឹងគេអានខ្យល់សខ្យល់សឬអក្សរសឧទាហរណ៍អី scent បាទ scent មួយសេនពីសេនយើង city បាទទីក្រុងចាអក្សរសេហ្នឹងអក្សរ C នេះបញ្ចេញសំឡេងសឬសពាក្យអីទៀត cycle បាទ cycle អញ្ចឹងអក្សរ C បានបញ្ចេញសំឡេងពីរយ៉ាងគឺសំឡេងខឬខហើយនឹងសំឡេងសឬសសំឡេងខឬខគឺប្រើជាមួយស្រៈ A O U បាទហើយស្រៈផ្សេងទៀតស្រៈដូចជា E I ហើយនឹង Y អញ្ចឹងយើងចេញសំឡេងអក្សរសឬសអូខេហើយមានករណីពិសេសទៀតគេថា S ហ្នឹងអក្សរ C នេះបញ្ចេញសំឡេងshសំឡេងដូចជា SA អញ្ចឹងណា sh ដូចជាពាក្យអី ocean yes ocean នេះពាក្យ ocean ប្រែថាមហាសមុទ្រ social ណា shall នេះឬសូតា SA ហ្នឹងអត់មានខ្យល់សចំទេ social yes social សង្គមហើយពាក្យនេះមួយទៀត sufficient ចឹងអក្សរ C កន្លែងនេះបញ្ចេញសលេងដោយ SA ចឹងនេះដូចសនេះបាទ បញ្ចេញវិញហើយមួយទៀតដែរ
បញ្ចេញសំឡេង ch sound ដូចជាពាក្យបញ្ចេញតែ sh ដែរ ch sound ដូចជា cello មក cello នេះគឺជាឧបករណ៍តន្ត្រីធំជាង violin ធំជាង violin តិចយូរឡង yes ចឹងគេអាន cello គេអាន ch ដូច ch yes ហើយទីមួយទៀតc នេះគឺអត់មានអានចេញសលេងអីទេបាទគឺថា silent ចូលមកអត់មានចេញសលេងទេបាទដូចជាពាក្យអី indite លែងប្រកបជាមួយ c អក្សរ c លែងលឺ indite yes indite បាទហើយ c ហើយគេប្រើជាប់ជាមួយ k នេះបានន័យថាចេញសំឡេងធ្ងន់គឺសំឡេងខុសស័កចេញសំឡេងដោយសកសំឡេងដោយសកយើងទៅធ្ងន់នេះ yes ឧទាហរណ៍អីពាក្យអីពាក្យនេះ back or kick yes គឺថា ck ហ្នឹងសំឡេងកខ្យល់អក្សរកយើងតែសំឡេងធ្ងន់ back kick yes back ហ្នឹងខ្នងហើយ kick ហ្នឹងគឺថាគាត់ធាក់ឬក៏គាត់ធាក់នឹងជើងធាក់ឬក៏ទាត់អីចឹង kick yes ពីនេះយើងបានសង្ខេបឡើងវិញអក្សរ C ហ្នឹងមានសូរសំឡេង2គឺសំឡេងខអក្សរខឬអក្សរខទី2ទៀតពីមានសំឡេងអក្សរសឬអក្សរសហើយក៏មានករណីពិសេសដែលអក្សរ C នេះបញ្ចេញសំឡេងដូចជា sh ខ្យល់ sh ចុះ sh ទៅវិញបាទហើយ C នេះក៏អត់អាចពាក្យខ្លះមិនបានបញ្ចេញសំឡេងទេអត់ត្រូវបានអានបាទណាដូចជាពាក្យ indice នេះអញ្ចឹងសរុបមកវិញយើងបានបញ្ចប់ការរៀនអក្សរ C ចឹងក៏សូមអរគុណដល់ប្រិយមិត្តនិងបងប្អូនដែលបានតាមដាននៅក្នុងការសិក្សាអក្សរ C នេះបាទសូមអរគុណ